តើសៀវភៅជាមិត្តល្អមែនដែរឬទេខ្ញុំចេះតែឆ្ងល់មនុស្សខ្លះតតែពេលជួបទុក្ខទើបរត់រកដំណោះស្រាយពេលសុខចេះតែសប្បាយដាច់បង្គាដែលដល់ពេលទុក្ខវិញក៏ប្រឹងរត់យ៉ាងវេទនាពាក្យខ្មែរលោកថាការពារប្រសើរជាងព្យាបាលពេលសុខពេលស្រួលតែបើជាមិនត្រៀមសម្ភារៈប្រយុទ្ធក្រោយលោអាសន្នអន់ក្រមកញោមញីដោយប្រការណាមួយតែដល់ពេលទុក្ខទើបប្រឹង Albert Einstein ដែលជារូបវិទូសតវត្សទី20និយាយថាមនុស្សឆ្លាតតែងដោះស្រាយបញ្ហាតែអច្ឆរិយបុគ្គលតែងការពារបញ្ហាកុំឲ្យកើតឡើងសុភាសិតចិនលើកឡើងថាពេលក្រកុំអស់សង្ឃឹមហើយពេលមានកុំភ្លើតភ្លើនមនុស្សជាច្រើនមិនមែនស្លាប់ដោយសារតែខ្លួនខ្សោយឬមិនមែនខ្លាំងដោយសារតែខ្លួនខ្លាំងទេប៉ុន្តែមនុស្សស្លាប់ដោយសារតែបាក់ទឹកចិត្តបាត់សតិដឹងភ្លេចទប់ស្មារតីពេលជួបបញ្ហាធំហើយមនុស្សខ្លាំងគឺខ្លាំងដោយសារតែមានសតិដឹងជាប់ជានិច្ចតើដឹងសតិរបៀបយ៉ាងម៉េចសតិដឹងគឺដឹងថាក្នុងលៀបមានគ្រោះឬក្នុងគ្រោះមានលៀបគ្មានជ័យជំនះណាដែលនឹងឋិតថេរទេដរាបណាបើយើងភ្លេចខ្លួនខ្មែរយើងមានមេរៀនអំពីរឿងរីនិងស្រមោចខ្ញុំតែងឮពាក្យថាចូរប្រើសន្តិភាពឲ្យមានប្រសិទ្ធភាពពាក្យនេះគឺចង់ដាស់តឿនក្រើនរំលឹកដល់មនុស្សទាំងឡាយណាដែលមានស្ថានភាពល្អឲ្យចេះប្រើពេលវេលាល្អមកបង្កើតប្រយោជន៍ដល់ខ្លួននិងត្រៀមខ្លួនត្បិតអនាគតយើងមិនអាចដឹងថាតើមានរឿងហេតុផលអាក្រក់អ្វីកើតឡើងដោយយថាហេតុណាមួយឡើយចំពោះការរៀនការសិក្សាឬការអានសៀវភៅក៏ដូចគ្នាដែរអ្នកខ្លះនិយាយថាសៀវភៅគឺជាមិត្តតែខ្ញុំយល់ថាសៀវភៅខ្លះកំដរអ្នកខ្លះបានត្រឹមតែពេលកាត់ទុកប៉ុណ្ណោះតែពេលសុខស្រួលក៏ចិត្តដាច់បោះបង់សៀវភៅចោលមិត្តល្អកំដរគ្នាដល់ថ្ងៃស្លាប់បើស្រឡាញ់ខ្លួនឯងគួរតែទម្លាប់ចាប់កាន់សៀវភៅអានជាដរាបដោយកុំយកមកអានម្ដងម្កាលពេលខ្លួនឯកោសៀវភៅផ្ដល់ចំណេះដឹងច្រើនដល់មនុស្សចំណេះដឹងច្រើនបញ្ហាជីវិតមិនសូវមានទេតែបើចំណេះដឹងតិចវិញបញ្ហាជីវិតនឹងកើតឡើងច្រើនសម្បើមណាស់ចូលយើងប្រឹងអានដើម្បីទុកចំណេះដឹងដោះស្រាយបញ្ហាពេលអាសន្នតែកុំដល់បញ្ហាកើតឡើងហើយរត់ទៅរកសៀវភៅមកអានឲ្យសោះពេលខ្លះរត់មិនតាន់ដល់កន្លែងរក្សាទុកដំណោះស្រាយផងក៏អាចដាច់ខ្យល់ស្លាប់ក៏មានដែរខ្ញុំហ៊ានធានាថាចំណេះដឹងវានឹងធ្វើឲ្យយើងចេះរស់នៅពេលដល់ដំណាក់កាលដែលយើងចេះរស់នៅពិតប្រាកដហើយចំណេះដឹងវានឹងคล้ายទៅជាសម្រាមខ្ញុំនិយាយថាចំណេះដឹងជាសម្រាមត្បិតពេលណាមួយយើងបានជ្រាបពីចំណេះដឹងខ្លះខាងចិត្តវិញ្ញាណស៊ីជម្រៅយើងនឹងទទួលស្គាល់ថាសេចក្តីសុខគឺនៅនឹងចិត្តតែមិនមែននៅនឹងក្បាលដែលមានតណ្ហន័យច្រើនហូរហៀរទេ